ទស្សនភាពធ្លាក់ពពកភ្នំយន្តថៃពិតជាគួរឲ្យតាក់ទាញខ្លាំងណាស់វាជាបាតុភូតធម្មជាតិដ៏អស្ចារ្យដែលពពកហាក់ដូចជាហូរចុះមកពីលើកំពូលភ្នំប្រៀបដូចជាពពកធ្លាក់ដ៏ធំមួយភ្នំយន្តថៃមានទីតាំងនៅខេត្តហឺណានប្រទេសចិនហើយត្រូវបានគេស្គាល់ថាជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញដែលមានទិដ្ឋភាពស្រស់ស្អាតប្លែកៗដូចជាជ្រលងភ្នំទឹកធ្លាក់និងកំពូលភ្នំខ្ពស់បាតុភូតធ្លាក់ពពកនេះកើតឡើងនៅពេលដែលមានលក្ខខណ្ឌអាកាសធាតុត្រឹមត្រូវដែលអនុញ្ញាតឲ្យពពកកកកុញនិងហូរចុះតាមជម្រាលភ្នំបង្កើតបានជាទិដ្ឋភាពដ៏អស្ចារ្យដែលមើលទៅដូចជាពពកធ្លាក់មែនទែនទោះបីជាយ៉ាងណាក៏ដោយកាលពីខែមិថុនាឆ្នាំ2024មានការរកឃើញថាទឹកធ្លាក់ត្រូវបានបំពាក់ដោយបំពង់ដែកធំមួយនៅផ្នែកខាងលើដើម្បីធានាបាននូវលំហូរទឹកក្នុងរដូវប្រាំងនេះបានបង្កឲ្យមានភាពចម្រូងចម្រាសយ៉ាងខ្លាំងទោះបីជាមានការលាតត្រដាងបែបនេះក៏ដោយទិដ្ឋភាពពពកដែលហូរចុះពីលើកំពូលភ្នំនៅតែជាទិដ្ឋភាពធម្មជាតិដ៏ស្រស់ស្អាតនិងគួរឲ្យចាប់អារម្មណ៍